ចិនអាងថាកិច្ចប្រឹងប្រែងប្រឆាំងការប្រែប្រួលអាកាសធាតុសកលនឹងមិនជាប់គាំងដោយសារវត្តមានរបស់អាមេរិកឡើយរដ្ឋមន្ត្រីក្រសួងបរិស្ថានចិនបានបញ្ជាក់នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលកាលពីម្សិលមិញនេះថាកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីដោះស្រាយបញ្ហាបំរែបំរួលអាកាសធាតុនឹងមិនត្រូវជាប់គាំងឬយឺតយ៉ាវដោយសារតែវត្តមាននៃប្រទេសមួយចំនួននោះឡើយការលើកឡើងនេះបានធ្វើឡើងខណៈដែលបណ្ដាប្រទេសនានាកំពុងរៀបចំសម្រាប់ការចរចាអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅឆ្នាំនេះដោយគ្មានវត្តមានរបស់សហរដ្ឋអាមេរិកលោកហួងរុនស៊ូរដ្ឋមន្ត្រីក្រសួងបរិស្ថានចិនបានពណ៌នាថាការផ្លាស់ប្ដូរទៅរកពិភពលោកដែលមានកាបូនទាបគឺជាដំណើរការមិនអាចត្រឡប់ក្រោយបានឡើយកាលពីខែមករាកន្លងទៅប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានសម្រេចចិត្តដកសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោកនេះចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលជាសន្ធិសញ្ញាស្តីពីការប្រែប្រួលអាកាសធាតុដ៏សំខាន់របស់ពិភពលោកទោះជាយ៉ាងណាក៏ដោយរហូតមកទល់ពេលនេះមិនទាន់មានប្រទេសណាដើរតាមគន្លងរបស់អាមេរិកនៅក្នុងការដកខ្លួននោះទេលោកហួងរុនស៊ូបានថ្លែងនៅក្នុងកិច្ចប្រជុំរួមគ្នារវាងចិននិងសហភាពអឺរ៉ុបនិងកាណាដាដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុទោះបីជាបច្ចុប្បន្នមានភាពតានតឹងផ្នែកពាណិជ្ជកម្មកើនឡើងរវាងទីក្រុងព្រុយសែលនិងទីក្រុងប៉េកាំងជំវិញការគ្រប់គ្រងរបស់ចិនទៅលើខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាស្អាតដូចជាបន្ទះស្រូបពន្លឺព្រះអាទិត្យក៏ដោយទន្ទឹមនឹងនេះដែរលោកហ៊ុនរុងស៊ូបានគូបញ្ជាក់ថាវិបត្តិថាមពលដែលបង្កឡើងដោយសង្គ្រាមរបស់អ៊ីរ៉ង់និងការរំខានដល់ការផ្គត់ផ្គង់ប្រេងនិងឧស្ម័នសកលបានក្លាយជាកាតាលីករជំរុញឲ្យមានការផ្លាស់ប្ដូរទៅរកថាមពលបៃតងកាន់តែខ្លាំងលោកបានមានប្រសាសន៍ថាពិភពលោកកាន់តែមានភាពច្របូកច្របល់និងវិបត្តិកាន់តែខ្លាំងឡើងវាកាន់តែសាកល្បងការបដិញ្ញាចិត្តផ្នែកគោលនយោបាយនិងយុទ្ធសាស្ត្ររបស់ប្រទេសនានានៅក្នុងការជំរុញសកម្មភាពអាកាសធាតុដើម្បីធានាបានទាំងសន្តិសុខថាមពលនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាពសញ្ញាដំបូងបានបង្ហាញថាសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលជាមួយនឹងអ៊ីរ៉ង់បានជំរុញឲ្យប្រទេសមួយចំនួនពន្លឿនការកាត់បន្ថយប្រេងឥន្ធនៈហ្វូស៊ីលជាក់ស្ដែងប្រទេសប៉ាគីស្ថានបានរាយការណ៍អំពីការកើនឡើងយ៉ាងខ្លាំងនៃការលក់រថយន្តអគ្គិសនីចាប់តាំងពីចំនួនបានចាប់ផ្ដើមទោះជាយ៉ាងណាក៏ដោយសង្គ្រាមនេះបានបង្ខំឲ្យប្រទេសមួយចំនួនទៀតបែរមកបង្កើនការប្រើប្រាស់ធ្យូងថ្មឬថាមពលប្រេងឡើងវិញជាបណ្ដោះអាសន្នផងដែរដើម្បីជំនួសអានុភាពឧស្ម័នពិរដ្ឋនៅក្នុងតំបន់មជ្ឈិមបូព៌ាបច្ចុប្បន្នប្រទេសចិនគឺជាប្រទេសដែលបញ្ចេញឧស្ម័នកាបូនិក CO2 ធំជាងគេបំផុតនិងប្រើប្រាស់ធ្យូងថ្មច្រើនជាងគេនៅលើលោកប៉ុន្តែក្នុងពេលជាមួយគ្នានេះចិនក៏ជាមហាអំណាចឈានមុខគេបង្អស់លើពិភពលោកនៅក្នុងការអភិវឌ្ឍថាមពលកើនឡើងវិញនិងការលក់រថយន្តអគ្គិសនីដែលវាដាច់សេដ្ឋកិច្ចធំៗដទៃទៀតទាំងអស់